ព្រឹកថ្ងៃទី2ខែកុម្ភៈឆ្នាំ2012នៅភោជនីយដ្ឋាននាវាក្រុងតាខ្មៅខេត្តកណ្ដាលបានប្រារព្ធពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការសមាគមនាំចេញអង្ករកម្ពុជាក្រោមអធិបតីភាពអាយដាមម៉ៅថូរ៉ារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអាយដាមអុកញ៉ាលឹមប៊ុនហេងប្រធានសមាគមនាំចេញអង្ករកម្ពុជាមានប្រសាសន៍ថាសមាគមនាំចេញអង្ករកម្ពុជាបានទទួលពីក្រសួងពាណិជ្ជកម្មក្នុងគោលបំណងផ្ដោតការយកចិត្តទុកដាក់និងការផ្ដល់នូវទំនុកចិត្តដល់សមាជិកសមាជិកាសមាគមដោយចែករំលែកនូវបច្ចេកទេសការគ្រប់គ្រងអាជីវកម្មប្រកបដោយភាពជឿជាក់ពង្រឹងនិងបង្កើនគុណភាពស្បៀងពិសេសអង្ករកម្ពុជាប្រកបដោយគុណភាពខ្ពស់មានឈ្មោះបោះសម្លេងទៅលើទីផ្សារអន្តរជាតិបង្រួបបង្រួមសាមគ្គីភាពរវាងចលករនៃវិស័យកសិកម្មទាំងអ្នកផលិតស្រូវម៉ាស៊ីនកិនស្រូវអ្នកលក់អង្ករក្នុងស្រុកនិងអ្នកនាំចេញក្រុមហ៊ុនដឹកជញ្ជូនធនាគារព្រមទាំងអ្នកផលិតកែច្នៃស្បៀងកម្ពុជាគ្រប់ប្រភេទឲ្យคล้ายទៅជាខ្សែសង្វាក់ផលិតកម្មមួយឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុកនិងតម្រូវការនៃទីផ្សារអន្តរជាតិលើកស្ទួយជីវភាពកសិករនិងប្រជាជនក្នុងគោលបំណងរួមចំណែកធានានិរន្តរភាពនៃកំណើនសេដ្ឋកិច្ចបង្កើតការងារបង្កើនប្រាក់ចំណូលដល់សហគមន៍កសិករធានានៅសន្តិសុខស្បៀងសម្រាប់ប្រជាជនទូទៅព្រមទាំងចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាកសិករអាយដាមម៉ៅថូរ៉ាមានប្រសាសន៍ថាការបង្កើតសមាគមនេះឡើងស្របពេលដែលរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតនិងទេពកោសល្យដ៏ប៉ិនប្រសប់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីក្នុងយុទ្ធសាស្ត្រជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឲ្យបាន1លានតោននាឆ្នាំ2015អាយដាមសង្ឃឹមថាសមាជិកសម្ព័ន្ធទាំងអស់នឹងរួបរวมគ្នាសាមគ្គីក្នុងការកែច្នៃបង្កើនបរិមាណនិងគុណភាពអង្ករទ្វេដងថែមទៀតសម្រាប់ជំរុញការនាំចេញនិងខិតខំពង្រឹងពង្រីកខ្លួនឲ្យបានរឹងមាំคล้ายទៅជាសមាគមនាំចេញអង្ករក្នុងលំដាប់ស្តង់ដារអន្តរជាតិដើម្បីត្រៀមខ្លួនជាសមាជិកសម្ព័ន្ធអ្នកនាំចេញអង្ករក្នុងជ្រោយឥណ្ឌូចិនក៏ដូចជាសហគមន៍ប្រជាជាតិអាស៊ាននាពេលអនាគត